សេចក្តីអធិដ្ឋានរបស់ព្រះអង្គម្ចាស់អូព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយសូមអោយព្រះនាមទ្រង់បានបរិសុទ្ធសូមអោយរាជទ្រង់បានមកដល់សូមអោយព្រះハរតីទ្រង់បានសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរសូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះសូមអត់ទោសសេចក្តីកំហុសរបស់យើងខ្ញុំដូចជាយើងខ្ញុំបានអត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរសូមគំនុំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយតែសូមព្រោះឲ្យយើងខ្ញុំរួចពីសេចក្តីអាក្រក់វិញបិទរាជព្រះចេស្តានិងសេរីល្អជារបស់ផងទ្រង់នៅអកលជានិច្ចអាមែន